កលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាបែងចែកក្រុមយុវជននិងសិល្បករជាច្រើនផ្នែកចុះសមរភូមិរៀបចំស្បៀងអាហារធ្វើត្រែកងៀតគ្រប់គ្រងដល់កងទ័ពនិងជនភៀសសឹកក្នុងកលៈទេសៈស្មារតីតែមួយការពីជាតិពីខ្មាំងសត្រូវអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានចាត់ក្រុមយុវជននិងសិល្បករជាច្រើនផ្នែកបានចូលរៀបចំស្បៀងអាហារដល់សមរភូមិមុខចុះប្រម៉ូទទិញអំបុកដែលផ្នែកប្រម៉ូទធ្វើត្រែងៀតផ្នែកធ្វើឆៃប៉ៅផ្នែកអង្គនិងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពកំពុងឈរជើងការពារទឹកដីនៅតាមបណ្ដោយព្រំដែននិងបងប្អូនប្រជាពលរដ្ឋដែលភៀសសឹកដែលភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ថៃការចូលរួមរបស់ក្រុមយុវជនដឹកនាំដោយអ្នកអង្គការលេងនវត្រាបានធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្ដេចតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស5ហ៊ុនសែនអគ្គភពភាកម្ពុជាកងយុទ្ធពលខេមរៈភូមិន្ទគ្រប់គ្រងដល់កងទ័ពកម្លាំងគ្រប់ប្រភេទនិងជនភៀសសឹកនៅពេលដែលជួបការលំបាកស្មារតីសាមគ្គីភាពកាន់តែរឹងមាំការចូលរួមរបស់ក្រុមយុវជនគឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជានិងថៃHãy subscribe